អូនតើគ្នាលោកគ្រូនឹងបង្កើតតារាងមួយជាមួយនឹង shortcut សញ្ញាបូកઅનેនឹងសញ្ញាដកបាទដែលមានការចូលរួមពី enter ហើយនិង tab អញ្ចឹងកុំឲ្យខាត់ពេកបងប្អូនអ្នកគ្នាបើកMicrosoft Word មួយមកបាទបន្ទាប់ពីបើកហើយបងប្អូនមើលកន្លែង blank document បាទបន្តមកបើសិនជាបងប្អូនចង់បង្កើតតារាងប៉ុន្មានតារាងអញ្ចឹងឧទាហរណ៍ថាបងប្អូនបង្កើត10តារាងអញ្ចឹងបងប្អូនចម្បងគឺបងប្អូនចុចសញ្ញាបូកដកបូកដកបាទបូកទៀតដកបូកដកបូកដកបូកដកអញ្ចឹងមកបាទចុងក្រោយបូកហើយ enter វានឹងបានតារាងបន្ទាប់មកបងប្អូនចង់បង្កើតតារាងបន្តបងប្អូនគ្រាន់តែសកត់ tab ឲ្យជាប់វានឹងលោតតារាងចុះមកក្រោមបាទនេះគឺការបង្កើតតារាងដោយប្រើ shortcut មានសញ្ញាដកសញ្ញាបូក enter ហើយនិង tab បាទសម្រាប់វីដេអូការបង្កើតតារាងគឺមានតែប៉ុណ្ណឹងបាទសូមអរគុណ